rọt từng mũ thầu sặc sàm mưa thà tát nó sột may liên tức run nó đời standard nó nhận may praktis buat pemain, praktis nol pemain, jumlah pemain dan bayar ban standar.យើងអត់ចេះតែនិយាយបានទេនឹងរឿងមួយរឿងទី2 minimum wage បានន័យថានៅក្នុងច្បាប់គេដាក់ថាយ៉ាងហោចណាស់5ខែអបបរមារដ្ឋាភិបាលត្រូវកំណត់និយមន័យស្អីជាអបបរមាឲ្យមានការពិគ្រោះយោបល់ត្រឹមណាมันអាចឆ្លុះគ្នារងខែរាល់ពេលចឹងទេអាហ្នឹងដែលខ្ញុំលើកឡើងណាខ្ញុំសូមបង្ហាញជូនតិចនៅស្រុកខ្មែរយើងមាន4លានទៅ5លានមនុស្សដែលធ្វើការគឺមានអាយុពី15ទៅ64ឆ្នាំប៉ុន្តែដល់ពិតគឺក្រោមវ័យឆ្នាំផងអញ្ចឹងបើយើងមើលពីរបៀបអាយុវាត្រូវមានអ្នកត្រូវគេចាប់ហើយនឹងអ្នកចាំគេបើសិនបើយើងកំណត់ប្រាក់ខែសម្រាប់តែអ្នកដែលមានកម្លាំងពលកម្មហូបមកគ្រប់សួរថាតើឲ្យក្មេងអាយុក្រោម18ឆ្នាំអ្នកណាអញ្ចឹងចាស់អាយុ64ឆ្នាំឡើងទៅបាច់ទេហើយក្មេងនឹងបាច់ឲ្យរៀនសូត្រអីទេបើសិនជាកំណត់យើងមើលរបស់ក្រសួងផែនការអ្នកដែលមានកម្លាំងពលកម្មហើយមានការងារធ្វើតែ7លាន4សែនទេ69000នាក់ចិត្តពាក់កណ្ដាលគឺអ្នកអត់មានកម្លាំងពលកម្មនេះអ្នកនឹងចាំហូបឲ្យយ៉ាងណាអញ្ចឹងបើកម្មករកាត់ដេរចិត្ត1លាននាក់ឲ្យគាត់រស់តែខ្លួនឯងចង់មានន័យថាក្មេងៗនឹងត្រូវស្លាប់មិនបានរៀនសូត្រអីទេចាស់បុរាណហ្នឹងគួរស្លាប់មិនរៀនសូត្រអីទេមិនហូបចុកអីទេគួយដេកស្លាប់តែម្ដងពីពួកអ្នកកម្លាំងពលកម្មតែ70000នាក់ទេខ្ញុំឧទាហរណ៍មួយការចូលរួមខាងវិស័យកាត់ដេរទៅក្នុង GDP ខ្ពស់កន្លែងណាដែលចូលរួមខ្ពស់រដ្ឋត្រូវមានទូនាទីវិនិយោគឲ្យវាធានានៅស្ថិរវាទៅជាធានាពន្ធដារកន្លែងពន្ធដារអត់មានជួយសោះដើរប្រមូលពន្ធប៉ុន្តែធ្វើឲ្យវាស្អាតតែកន្លែងក្នុងចាក់កាត់ដេរកម្មករដែលផលិតមានអាគារស្នាក់នៅស្អាតដោយពន្ធដារទេកន្លែងការងារធ្វើស្អាតទេយើងខុសទស្សនវិស័យក្នុងការវិនិយោគអាហ្នឹងរឿងមួយខ្ញុំសូមបង្ហាញខ្សែកោនេះជា false scenario ការឡើងប្រតិវត្តអាក្រក់អាក្រៃនេះគឺជា best ឬ appropriate scenario នេះក៏អាក្រក់អាក្រៃដែរប្រសិនបើយើងឡើងតាម inflation 5%ហើយនឹង increase ដល់ 5% កម្មករក៏អត់គ្រោះថ្នាក់ថៅកែក៏អត់គ្រោះថ្នាក់គឺចាប់ពីឆ្នាំ2000ដែលយើងមានលុយ$45បន្តិចបើយើងមាន minimum wage policy តាំងពីនឹងមក5%អាហ្នឹងគឺគេអត់និយាយពីរឿងឡើងនេះគឺអតិផរណាប៉ុន្តែ5%ទៀតឡើងដល់5%ឯងគឺមកដល់ឆ្នាំ2014ក៏$171ដែរប៉ុន្តែជំងឺរ៉ាំរ៉ៃហៅ chronic disease គឺដោយសារតែឆ្នាំ2000មកឆ្នាំ2006ដែលយើងអត់ឡើងសូម្បីតែមួយរៀលអាហ្នឹងតែជំងឺដែលជាមូលហេតុនៃបញ្ហាថ្ងៃនេះយើងរកឃើញអំពី underlying cause ឬមួយក៏ root cause of the problem យើងអត់ឡើងដោយសារតែសហជីពអត់ទាន់មានសកម្មភាពច្រើនកម្មករគាត់អត់ទាន់ស្គាល់សិទ្ធិយើងអាចកោគាត់បានកោបានហ្នឹងហើយចំណេញហ្នឹងប៉ុន្តែដល់ពេលគាត់ដឹងខ្លាំងបាន$5សូម្បីតែ inflation ក៏អត់គ្រប់ដែរនៅឆ្នាំនេះខ្ញុំគណនាទៅបាន$28ទេបើយើងគិតអំពី inflation 4% 5% ក្នុងមួយឆ្នាំឆ្នាំ2007គាត់មានតែ$28ទេទោះបីចាយមិនក៏មិនដឹងចាយធ្វើមិនដែរឲ្យវាគ្រប់ប៉ុន្តែកន្លែងនេះឡើងត្រឹមត្រូវហើយ
ប្រធានរោងចក្រកាត់ដេរសមាគមរោងចក្រកាត់ដេរគាត់និយាយនេះវាត្រឹមត្រូវហើយវាសមស្របហើយប៉ុន្តែដែលជំងឺមិនមែនថ្ងៃហ្នឹងទេគឺ7ឆ្នាំចាប់ពីឆ្នាំ2000រហូតមកដល់ឆ្នាំ2006ប៉ុន្តែសួរថាឲ្យប្រធានរោងចក្រកាត់ដេរគាត់ឡើងខ្វាច់ទៅដល់160បានទេអត់បានទេគឺស្លាប់រោងចក្រហ្នឹងតែម្ដងព្រោះគាត់មានកម្មករ10000នាក់គឺស្លាប់ប៉ុន្តែដើម្បីកុំឲ្យស្លាប់យើងមានដំណោះស្រាយខ្ញុំនឹងបង្ហាញជូនថាតើយើងធ្វើមិនដើម្បីកុំឲ្យគាត់ស្លាប់រឿងមួយរឿងទី2យើងមើលការសិក្សាសេដ្ឋកិច្ចសង្គមរបស់ក្រសួងផែនការនៅឆ្នាំ2009និងឆ្នាំ2011ដែលរស់បានម្នាក់ឯងអត់បាច់ទៅចាំឲ្យ7លានហ្នឹងទេគឺ$131មើលលើ11ចំណុចមានន័យថាជិត20ចំណុចព្រោះមីសិលនៅនឹងមើលច្រើនចំណុចទៀតនេះគឺក្រសួងផែនការគាត់សិក្សារាល់ឆ្នាំ2004 2006 2009 2011ហេតុអីបានជាយើងមិនចូលអ្នកចេះដឹងហ្នឹងយកមកវិភាគអាហ្នឹងហើយផ្អែកទៅលើអាហ្នឹងឬមួយក៏យើងសិក្សាចោលអស់រាប់លានដុល្លារក្នុងមួយឆ្នាំតែអត់មានអ្នកណាប្រើប្រសិនបើនៅឆ្នាំ2014យើងធ្វើ projection ពី2011មកក៏$164ប៉ុន្តែ$164នេះរស់តែម្នាក់ឯងទេអត់មានទៅជួយចាំ7លានអ្នកហ្នឹងទេទោះឲ្យគាត់ស្លាប់លេងទៅអាហ្នឹងគឺមួយនេះការសិក្សារបស់ក្រសួងផែនការរាជរដ្ឋាភិបាលកម្ពុជាមានក្រសួងផែនការថៃទេហើយយើងមើល trend ទៅប្រសិនបើយើងចង់រស់ម្នាក់ឯងឆ្នាំ2011ក៏មាន142ឆ្នាំ2014ក៏មាន$164ប៉ុន្តែប្រសិនបើយើងចង់ចិញ្ចឹមអ្នកដទៃក្មេងនៅក្នុងបន្ទប់យ៉ាងហោចថា2នាក់ឲ្យរៀនចាស់ម្នាក់អាយុពី65ឡើងទៅតើតើមាន$616បើយើងអាចចាត់គាត់បានក្នុងមួយគ្រួសារក្នុងមួយខែអានេះក្នុងម្នាក់នៅក្នុងមួយខែអស់ក្រសួងផែនការអាហ្នឹងរឿងទី2ដែលខ្ញុំចង់បង្ហាញរឿងទី3គេត្រូវកណនាមើលអា inflation rate នេះយ៉ាង minimum wage វាឡើងចឹងហើយល្អដល់100ប៉ុន្តែយើងសួរថាអញ្ញល់ minimum wage ហ្នឹងយ៉ាងម៉េចហើយ increase wage ហ្នឹងយ៉ាងម៉េចហើយ adjusted minimum wage ហ្នឹងបើយើងត្រូវកណនាវាអាហ្នឹងបាទយើងអាចជជែកគ្នាបានហើយបើសិនជាយើងជជែកអ្នកចំនួនជជែកដើម្បីចំណេញអ្នកយោបាយជជែកដើម្បីប្រជាប្រិយភាពអ្នកសេជជែកថាតាមគេប៉ុន្តែអ្នកសិក្សាស្រាវជ្រាវអ្នកគំនិតអីរបស់រដ្ឋាភិបាលទៅជែកនឹងលេខហើយបើយើងទៅជែកនឹងផ្សេងដែរស្អីបាត់ទៅរៀនអីចាំបាច់រៀនអីលោកសាលាចោលអស់ទៅបើណាអានេះខ្ញុំឧទាហរណ៍ជាក់ស្ដែងជូននេះបើសិនជាយើងមើលការសិក្សាស្រាវជ្រាវរបស់ស៊ូផែនការហើយខ្ញុំធ្វើ projection ជូនគឺតើតែយើងមាន$164នៅឆ្នាំ2014ហ្នឹងបានអាចចិញ្ចឹមម្នាក់ដែលនិយាយអំពី minimum wage បានហើយ living standard បានហើយរស់នៅដោយ dignity សេចក្តីថ្លៃថ្នូរបានប៉ុន្តែបើសិនជាយើងចង់ចិញ្ចឹមអ្នកដទៃគាត់តែយើងមាន$751បានយើងអាចចិញ្ចឹមកូនយើងបានអាហ្នឹងក៏ជា root cause នៃការ drop out rate ដែរកាលណាក៏អត់មានលុយក៏អត់ឲ្យកូនគាត់រៀនទេគាត់ត្រូវតែបញ្ជូនកូនគាត់ឲ្យរកការងារធ្វើនេះខ្ញុំគាត់ទៅពីហោគាត់បញ្ញានៅពេលដែលគាត់បង្កើតអនុក្រឹត្យស្ដីអំពីប្រាក់បៀវត្សគាត់ក៏គិតឃើញថាដើម្បីរស់បានក៏790000 850000 980000នេះចឹងទៀតហ៎យ៉ាងហោចណាស់ក៏630000បាទ150 160ដូចគ្នាណាមែនទេជាមធ្យមហ្នឹងគឺជាអនុក្រឹត្យស្ដីអំពីប្រាក់បៀវត្សមូលដ្ឋាននិងប្រាក់បៀវត្សសន្សំនៃប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិលហើយគាត់ចេះ
vô tên là đấy vô bao kia là gì tha person bởi dương hốt mà ngay sầm nhẹ mà đưa mình nè tỏ miên bay mơ riêng và bay mơ riêng tỏ một bớt chụp phèo từ là có tranh cất thao bị vật hốt óc mà là bị ngày thường óc bị là bây giờ nghĩ óc bị là có tranh cất là nên đại vô con có hồn á còn nên tay con hết đấy con óc tranh cất hướng cam mà khổ nhưng cho lại có tranh cất là nít vào nhà mà đấy nhưng mưa khơi nhé anh ấy ăn cái bao quát à anh em miền anh xa là ô nó miền là ô tôi cho phật phương tìm cái xa ở này đông rồi và xa thiệt này cho ra ok đó rương môi xây tiền anh xa đi mình toàn cho bán nói trong từng bà những người nhớ những sự ca sắc xa khơi còng môi đâu mà rồi cho sầm bờ khơi còng pi đâu mà rồi cho sập pi khơi còng bay đâu mà rồi sai sập bay dương cái thà mon ly cầm sam chân đến hai chữ mỗi hai sập bờ mỗi chân sập một bờ lên chân hay dương sna mà rồi không sập được lại chân cả hai khi sẵn sàng thì em cho được bóc cháo lên cái vô mà mình thị xã bờ sân dương ca sẵn sàng là mình thầm trần đầm bay ở miền validation cái chua không càng như muốn xây tiền cho một sẵn sàng hay comparison hay cái chua thư sự cái gì lại cái từ lớn ca sẵn sàng thì chân cái cho cha men dùng vô thả acid mà đấy labor advisory council cho cha menមានសមាធិប៉ុន្តែចរចាផ្អែកទៅលើស្អីមិនមែនចរចាផ្អែកលើអារម្មណ៍ទេមិនមែនចរចាផ្អែកទៅលើខ្ញុំអត់ចំណេញខ្ញុំមិនឲ្យទេមិនមែនទេចរចាផ្អែកទៅលើទិន្នន័យនៃការសិក្សាស្រាវជ្រាវអូខេយើងត្រូវសិក្សាមួយសិក្សាក្រោយយើងមានការសិក្សាសេដ្ឋកិច្ចសង្គមហ្នឹងគេហៅ social economic study ធំត្រូវប៉ុន្តែយើងត្រូវធ្វើ specific study ដូចមិញហ្នឹងគឺការសិក្សាលើចំណូលចំណាយរបស់កម្មករមួយយកអាហ្នឹងមកធ្វើទី2យើងត្រូវការសិក្សាមួយទៀតដើម្បីដោះស្រាយហ្នឹងគឺ corruption survey informal payment ទី3យើងត្រូវបង្កើត pilot ថាឲ្យ joint committee ល្អសម្រាប់អង្គចាក់3 4សាក់មើលកុំឲ្យមានអា informal payment សាក់មើលតើគាត់អាចដំឡើងបានអត់អាហ្នឹងគេហៅថា pilot បើសិនជាយើងអត់ធ្វើយើងអត់មានដំណោះស្រាយទេបាទជារួមនៅពេលដែល boss scenario មិញនេះអាឡើងវឹកដល់160គេត្រូវមានអីផ្សេងបើសិនជាយើងបានទំហំនៃអំពើពុករលួយទំហំនៃការបង់ថ្លៃក្រៅក្នុងការនោះប្រមាណហើយយើងចាប់ផ្ដើមធានាឲ្យគេ 100% រោងចក្រកាត់ដេរ 7-800 រោងចក្រហ្នឹងអត់មាន informal payment ទេបើមាន informal payment តែឯងត្រូវផ្ដាំទៅកន្លែងនេះគាត់សួរគាត់ថាអាចកម្លាំងបាន吗ទី1ទី2កាលណាមានវិបត្តិចឹងគេហៅ crisis ចឹងគេអត់ធ្វើតាមសាមញ្ញទេគេត្រូវមាន specific response គឺគេ reduce government tax ប្រមាណ%ហើយចរចាមួយថៅកែហ្នឹងថាតើគាត់អាចឡើងមក%ហើយយើងមកមើលអា national revenue មកមើលអាចំណូលរដ្ឋវាធ្លាក់ប្រមាណដើម្បីរកភាពទី3បើចំណូលរដ្ឋធ្លាក់ពី 2000 លានមក 1500 លានសួរថាមានភាពទី3ណាមកជួយអត់អាហ្នឹងគឺរឿងទី2ទី3យើងត្រូវមើលinformal payment មិនមែនតែជុំវិញរោងចក្រទេ informal payment រឿងអគ្គិសនីរឿងទឹករឿងភ្លើងពីព្រោះអាហ្នឹងវាឡើងទៅដល់អារោងចក្រនោះវាចំណាយច្រើនអញ្ចឹងយើងត្រូវ reduce អាហ្នឹងឲ្យនឹង transportation ខ្ញុំឧទាហរណ៍ថាកែនាំកគាត់ថាកាលមុន1តោនចំណាយអស់$45គាត់ដាក់ជូនពីតាមមូលដ្ឋានទៅកំពង់សោមរដ្ឋាភិបាលធានាថាអត់មានឲ្យបងអីព្រេះប្រាស់ទេនៅសល់$25ពាក់កណ្ដាលអាហ្នឹងត្រូវមើលអាថ្លៃដឹកជូនហ្នឹងទៀត informal payment ថ្លៃដឹកជូនទៅកំពង់សោមទៀតទៅកំពង់ផែនទៀតបើសិន reduce ថាតាមថៅកែហ្នឹងកម្លាំងបានអាហ្នឹងបាទយើងអាចជួយបានហើយទី3គាត់ថាត្រូវតែរៀបចំកិច្ចប្រជុំពិភាក្សាមួយជាមួយនឹងបាយយើងថាឥឡូវនេះខ្ញុំមានវិបត្តិហើយអ្នកឯងអាចជួយឲ្យចាក់កាដេនឹងតម្លើងបានព្រៃទេអ្នកឯងអាចជួយតម្លើងបានព្រៃទេអាហ្នឹងគឺជួយបានប្រសិនជាយើងមានឆន្ទៈធ្វើអញ្ចឹងអានេះខ្ញុំគ្រាន់តែឧទាហរណ៍ជាក់ស្ដែងទេ
nhưng mà hai chi mình miên ấy tràn thế hay trong sông lại ngọc vốn clay phầnนั้นlà phải ở miền cả chạy phía xa xuôi nữa đó họ cần chờ